រឿងម៉ាយៀតម្ចាស់ស្រែកាលពីព្រេងនាយមានបុរសម្នាក់ជាម្ចាស់ស្រែដ៏ធំធេងហើយគាត់ជាមនុស្សចិត្តបុណ្យមានចិត្តមេត្តាធម៌ណាស់គាត់តែងតែប្រាប់អ្នកស៊ីឈ្នួលរបស់គាត់ថាពេលច្រូតកាត់ស្រូវកុំច្រូតយកស្រូវនៅតាមជាវាលឬនៅតាមមាត់ភ្លឺឲ្យធាំងថាសត្រូវទុកខ្លះសម្រាប់ឲ្យអ្នកក្រីក្រនិងអ្នកខ្វះខាតអាចមកច្រូតយកបានអ្នកស៊ីឈ្នួលរបស់គាត់ក៏បានធ្វើតាមបង្គាប់របស់ម្ចាស់ស្រែដោយគោរពពេលច្រូតកាត់រួចរាល់ពួកគេបានទុកស្រូវមួយចំនួនធំនៅតាមជាវាលនិងតាមមាត់ភ្លីសម្រាប់អ្នកភូមិដែលក្រីក្រថ្ងៃមួយមានស្ត្រីចំណាស់ម្នាក់ដែលជាអ្នកក្រីក្របានដើរទៅដល់ស្រែរបស់ម្ចាស់ស្រែនោះគាត់បានឃើញស្រូវដែលគេទុកចោលក៏មានចិត្តត្រេកអរជាខ្លាំងហើយបានទៅច្រូតយកមកផ្ទះគាត់បានយកស្រូវនោះទៅកិនធ្វើជាបាយសម្រាប់បរិភោគនិងចែករំលែកដល់កូនចៅពេលដែលគាត់កំពុងច្រូតម្ចាស់ស្រែបានដើរមកដល់ហើយឃើញស្ត្រីចំណាស់នោះកំពុងច្រូតស្រូវដោយទឹកមុខរីករាយម្ចាស់ស្រែមានអារម្មណ៍សប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំងដែលបានជួយអ្នកដទៃគាត់មិនបាននិយាយអ្វីទាំងសោះគ្រាន់តែញញឹមហើយដើរចេញទៅស្ត្រីនោះមិនបានដឹងថាម្ចាស់ស្រែបានមកដល់នោះទេគាត់នៅតែបន្តច្រូតស្រូវរហូតដល់បានច្រើនគួរសមគាត់បានអរគុណដល់ម្ចាស់ស្រែនោះក្នុងចិត្តថាមានចិត្តធម៌ដល់ថ្នាក់ទុកស្រូវឲ្យអ្នកក្រីក្រដូចគាត់ដែរសារអប់រំរឿងនេះបង្រៀនយើងថាការចែករំលែកនិងចិត្តសប្បុរសធម៌គឺជាគុណធម៌ដ៏ប្រសើរដែលធ្វើឲ្យសង្គមមានភាពសុខរមនាការធ្វើបុណ្យមិនចាំបាច់ត្រូវធ្វើនៅវត្តអារាមនោះទេការជួយអ្នកដទៃដែលកំពុងមានទុក្ខលំបាកក៏ជាការធ្វើបុណ្យដ៏ធំធេងដែរ